Breaking News មានការផ្ទុះអាវុធពីភាគីខាងថៃនៅថ្មដាខណៈដែលក្រុមអ្នកសង្កេតការអាស៊ាន AOT កំពុងចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់ដើម្បីការពារសុវត្ថិភាពក្រុមអ្នកសង្កេតការសម្រាប់ចាត់ផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះសិននិងដកថយកម្លាំងសិនយោងតាមការចេញផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថានៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះវេលាម៉ោង 11:08 នាទីព្រឹកក្រុមអ្នកសង្កេតការអាស៊ាន AOT ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកចមួយឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់នៅក្នុងអំឡុងពេលចុះត្រួតពិនិត្យនោះក៏មានការផ្ទុះអាវុធនៅភាគីខាងថៃដើម្បីសុវត្ថិភាពក្រុមអ្នកសង្កេតការអាស៊ានសម្រាប់ផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះនិងដកថយត្រឡប់មកវិញនាងខ្ញុំអែលស្រីណុចពីកម្មវិធី TVFB ប៉ះដំណឹងអាល់ប៊ុមបកហ្វនឹងមកដល់ឆាប់នេះបើកឥឡូវនេះតម្លៃពិសេស$429សម្រាប់អ្នកធ្វើការកក់ JBL Boom Box 4នឹងទទួលបានគូប៉ុង$39សម្រាប់ការទិញផលិតផល Tefal ដែលជាផលិតផលរបស់ប្រទេសបារាំងណាមួយដែលលោកអ្នកពេញចិត្តប្រញាប់ឡើងតឥឡូវនេះ Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ